ច្រូតស្រូវរួចអ្នកស្រែអង្គុយបន់ជាងគេឲ្យឆាប់ទឹកខាសអាងបានបូមត្រីឆ្នាំមុននាំបងប្អូនបូមតាមបលាយតែឆ្នាំនេះមានស្រះខ្លួនឯងហើយទើបតែជីកបានមួយឆ្នាំគិតថាប្រហែលជាអត់មានត្រីនៅទេមើលទៅឆ្នាំដំបូងចឹងប៉ុន្តែជាក់ស្ដែងត្រីឡើងប៉ុនណាណីជីកឲ្យបដោយតាមយថាកម្មពេលបូមគិតគ្នាជាមួយបងថាយើងបូមលេងបើមានតិចតួចយើងអាំងហូបនៅតាមវាលស្រែបដោយបូមខាសទឹកបដូរគំនិតហ្មងតែអត់មានពេលថាអាំងហូបទេត្រីច្រើនលើសពីការរំពឹងទុកក៏ម្នាក់ញាប់ដៃញាប់ជើងស្មេសុបបីតែក្មេងៗក៏ដោយចាស់ចាប់ក្នុងស្រះក្មេងៗចាប់តាមបលាយបើខ្ញុំបងអត់ឲ្យចុះឲ្យនៅបំបែកត្រីកតិចដាក់ផ្សេងត្រីធំដាក់ផ្សេងមកដល់ផ្ទះពួកវីរឿងធ្វើត្រីម្ដងរវល់តែសបាយនឹងត្រីមានបានមើលម៉ោងណាមកដល់ផ្ទះឡើងម៉ោង 2 តើតែឃ្លានបាយឡើងញ័រដៃឯងបានដឹងខ្លួនអញ្ចឹងចែកជើងគ្នាអ្នកធ្វើម្ហូបអ្នកធ្វើត្រីអ្នកចាប់ឲ្យតែឃើញត្រីប៉ុណ្ណាក៏ប្រមូលមកដែរអត់យល់អារម្មណ៍អ្នកធ្វើសោះបើក្មេងៗសបាយនឹងភក់ប្រឡាក់តាំងពីក្បាលដល់ចុងជើងមកដល់បើកទឹកទាញសយោងងុចមកខ្ញុំឃើញយកសាប៊ូក្លិនឲ្យកក់សាប៊ូកក់សក់ក្លិនប្រើបានទាំងចាស់ទាំងក្មេងផ្សំឡើងពីវីតាមីន E និង B5 កក់ជាប្រចាំជួយឲ្យសក់យើងដុសក្រាស់រឹងមាំហើយមានសុខភាពល្អអ្នកផ្ទះខ្ញុំប្រើទាំងអស់គ្នាបូករួមទាំងក្មួយទៀតយើងចូលរួមប្រើផលិតផលរបស់ខ្មែរសាប៊ូក្លិនជាផលិតផលរបស់កូនខ្មែរយើងដែលមានរូបមន្តមកពីប្រទេសកូរ៉េគុណភាពល្អហើយតម្លៃសមរម្យទៀតកក់ឲ្យបន្ទន់ជាមួយក្រែមបន្ទន់ណាកាន់តែធ្វើឲ្យសក់យើងភ្លឺរលោងទន់ដូចសរសៃសូត្រអញ្ចឹងឃើញក្មួយលេងទឹកចង់ត្រឡប់ទៅកាលពីក្មេងវិញបានសប្បាយរហូតចាប់ត្រីមួយថ្ងៃអត់បាយអត់ទឹកចង់បញ្ចប់អត់បានត្រីធំហូបដដែលនឹកឃើញអស់សំណើចតាមអីទេឆ្នាំនេះទ្រាំហូបត្រីក្រាញ់សិនតែថាណាក្រាញ់ក៏ដោយផ្ទក់ក៏ដោយត្រីស្រែទៅបំថ្មីអញ្ចឹងជលក់ជាមួយអំពិលខ្ចីផ្អែមជាតិហ្មងមានសំណាងអាជីវកម្មបោកគក់ដល់តូចរបស់ខ្ញុំបានចូលរួមចំណែកសម្រាប់បងប្អូនភាសាដែរពីដំបូងថាចាក់លាក់ឲ្យបត់ច្រកថងមួយតែដល់ពេលឃើញបលាក់សិតតដីនៅអត់ស្ងប់បដោយបើអត់បានសម្អាតដូចអត់អស់ចិត្តសោះខោអាវប្រមូលបានមិនបលាក់ទាំងអស់ទេបលាក់មួយនឹងតែខ្ញុំប្រមូលបោកជាមួយសាប៊ូបោកខោអាវ brand ល្អទាំងអស់ពួកអីជួយឲ្យខោអាវយើងមើលទៅឃើញភ្លឺបំបត្តិក្លិនអាក្រក់កម្ចាត់បាក់តេរីហើយនឹងផ្ដល់ក្លិនក្រអូបណាមួយក៏ផ្ដល់ភាពងាយស្រួលដល់បងប្អូនភាសាដែរគាត់ចូលទៅដល់គាត់អាចពាក់បានតែម្ដងអត់បាក់បោកគក់មួយលើកទៀតដល់យប់ឡើងបងថ្លៃប្អូនថ្លៃកម្លាំងខ្លាំងផ្នែកខាងលើកអង្គអ្នកកម្លាំងខ្សោយស្រីរៀបចំបត់កៅអៅច្រកស្ប៊ូនិងសម្ភារៈផ្សេងជាកញ្ចប់រៀបចំពេលយប់អញ្ចឹងចំណេញពេលថ្ងៃមានតួនាទីការងារត្រូវបំពេញរៀងខ្លួនដូចខ្ញុំពេលព្រឹកដាក់បោកគក់កៅអៅហាលចោលពេលថ្ងៃទៅបរិញ្ញាសិនតរំរៀបចំរួចយប់ជ្រៅគួរសមដល់ពេលព្រឹកយើងត្រូវងើបពីយប់ធ្វើដំណើរទៅកាន់ជំរំបងប្អូនភាសាទៀតមកដល់កន្លែងពួកគាត់ស្នាក់នៅបន្តអាសន្នឃើញផ្ទាល់ភ្នែកបានដឹងថាពេលដែលយើងហត់មកពេលប៉ុណ្ណឹងអត់ស្មើនឹងការលំបាករបស់ពួកគាត់ទេអត់មានកន្លែងគេងទឹកហូបអត់គ្រប់គ្រាន់អត់មានទឹកងូចអាហារហូបចុកក៏អត់មានពេញលេញគេងត្រូវចង់រឹងក្រោមតង់ក្តៅផងអីផងយើងនៅផ្ទះមកកន្លែងមានការងារមានមុខរបររកចំណូលបានយើងនៅថាលំបាកចុះទៅរំតែពួកគាត់វិចក៏វិចរត់ទៅនេះរត់ទៅនោះដឹងលំបាកយ៉ាងណាទៅអញ្ចឹងហើយមានតែពួកយើងពីខាងក្រៅនឹងឯងរួបរวมគ្នាចូលរួមដើម្បីយំដោះទុក្ខលំបាកពួកគាត់បានខ្លះក្រៅពីអង្គលសម្ភារៈផ្លេចអត់បានគឺនំចំណីសម្រាប់ក្មេងៗបងប្អូនបានទៅដល់កន្លែងជំរំភាសាកុំភ្លេចកាន់នំផ្ញើកូនផងអ្វីដែលខ្ញុំកាន់តែសប្បាយចិត្តគឺមានលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តគាត់ចូលរួមបរៀនក្មេងៗនៅកន្លែងជំរំភាសាមានតាមថ្នាក់ទី1ទី2ទី3ដល់ទី6ត្រេកអរបំផុតគឺឃើញក្មេងៗអត់បោះបង់ចោលការសិក្សាដឹកស្បៀងទៅជូនបងប្អូនភាសាមួយថ្ងៃបាន2កន្លែងមកកន្លែងរាប់រយគ្រួសារហើយពួកគាត់ម្នាក់សប្បាយចិត្តគាត់ថាអតិចឬក៏ច្រើនទេជូនពួកគាត់ប៉ុណ្ណឹងគាត់សប្បាយចិត្តហើយសំខាន់បងប្អូននៅនឹងគ្រប់ត្រសាប៊ូកក់សក់ក្លិនដូចខ្ញុំដែរថាចាំមើលយូរណាស់ហើយបានអ្នកគ្រូយកមកអញ្ចឹងគាត់សប្បាយចិត្តតាសម្ភារៈទាំងអស់ដែលបាននាំយកទៅមកចំណែកទូចេញពីក្រុមហ៊ុនក្លិនមិនខកបំណងទេដែលគ្រប់ត្រផលិតផលរបស់ខ្មែរយើងមានគុណភាពល្អតម្លៃសមរម្យបងប្អូនភាសាយើងក៏មានទឹកចិត្តល្អទៀតមានរបៀបរៀបរយគាត់បានហើយក៏អត់ទៀមទាទៀតដែរសង្ឃឹមថាប្រទេសយើងនឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះនៅក្នុងពេលឆាប់